បាទវាសួរចំពោះការទិញយើងទិញមេចាប់ពីមេ1ទៅមេ1នេះមេ1ផ្លូវទី1ពេលយើងទិញបានលបឿនប៉ុណ្ណឹងយើងសុំលឿនតិចទៀតធ្វើម៉េចបាន2ថ្ងៃ3ថ្ងៃក្រោយមកឲ្យបានលឿនលបឿនមិនបានខ្ញុំឲ្យទិញលឿនអញ្ចឹងដោយសារតែដូចបត់ចងដៃត្រូវការប្រើឆាកបត់អាយ៉ៃក៏ត្រូវការបុកឆាកអញ្ចឹងដែរវាអត្ថប្រយោជន៍របស់មេបុកឆាកលឿននេះគឺដើម្បីអញ្ចឹងបន្តមកទៀតមេរាប់ពាក្យផ្លូវទី2មេរៀនទី1ដដែលតែផ្លូវទី2ពេលយើងកូដបတ်អីមួយកាត់ត្រាយគឺគេយកអាហ្នឹងយកទៅប្រើក្នុងផ្លូវកាត់ត្រាយហ្នឹងហើយឡែនឹងផ្លូវបត់កាត់ត្រាយគឺមានពាក្យអស់ហ្នឹងអញ្ចឹងបានឲ្យឪឬក៏បងដែលរៀនត្រទាំងអស់ហ្នឹងហើយឲ្យរៀនធ្វើម៉េចបានស្ទាត់ចឹងហ្នឹងផ្លូវទី2ដល់ផ្លូវទី3មានផ្លូវរំញ័រចេះផ្លូវទី4ផ្លូវរោណាផ្លូវលបឿនរោយកលបឿនផ្លូវរោផ្លូវត្រីនេះគឺសិតតែចូលក្នុងបត់មានបត់ទាំងអស់ហើយផ្លូវរំញ័រអាមិញគឺមិនប្រើញ័រផ្លូវត្រីមិនបានឲ្យរៀនត្រីធ្វើអីត្រីក៏សំខាន់ដែរបាទនឹងមិនយកផ្លូវត្រីយកមកដើរអញ្ចឹងអត្តន័យនៃបត់នៃមេនឹងអត្តន័យនៃបាតមេតូតឬក៏សម្រាប់រៀនមេរៀនទី1ទី2គឺមានអត្តន័យអញ្ចឹងបាទ